សួស្តីអ្នកទាំងអស់គ្នាអរគុណសម្រាប់ការចំណាយពេលមកស្ដាប់រឿងបែបជីវិតតស៊ូដែលខ្ញុំបានសរសេរពីចំណុចមួយនៃការរើបម្រាស់ខ្លួនឯងចេញពីស្រមោលអតីតកាលដោយយកក្តីសង្ឃឹមមកកសាងជាថ្មីតែខំស្វះស្វែងរហូតទទួលបានផ្លែផ្កាដោយភាពតស៊ូក្នុងជីវិតអ្នកស្រែមិនដាស្គាល់ទេខោអាវថ្មីជើងនៅក្នុងភក់ប្រឡាក់ជាប់ដីក្រោមកំបៅថ្ងៃនឿយហត់គ្មានលហែនឹងកលរនាស់ព្យួររាល់កាប់កលគ្មានពេលទំនេរដកស្ទួងដាំស្រែបូមទឹកដាក់ស្រែខំថែស្រែម៉ែក្រែងផលជាងមុនជួនភ្លៀងតិចតួចឆ្នាំខ្លះរាំងស្ងួតឆ្នាំខ្លះជំនន់ឆ្នាំខ្លះភ្លៀងគ្រប់ក៏បានផលគុណផលច្រើនជាងមុនស្រូវផ្លែពេញស្រែរដូវជ្រួតស្រូវឃើញម៉ែនឹងឪញញឹមក្នុងស្រែព្រោះផលស្រូវល្អមានសង្ឃឹមដែរលោកខ្លះសងគេខ្លះហូបប្រចាំថ្ងៃប្រមូលផលហើយទុកធំឥតស្បាយស្រូវធ្លាក់តម្លៃអង្គុយក្នុងស្រែខ្លួនប្រាណលហាត់លហាយសង្ឃឹមស្រូវថ្លៃតាគិតខុសមែនស្រែគ្មានលំនឹងអ្នកស្រុកលែងពឹងរត់ទៅថៃឡែនខ្លះទៅទីក្រុងធ្វើការលីសែងផ្ដុំគ្នាឡើងណែននៅឯភ្នំពេញខ្លះទៅកូរ៉េខ្លះទៅម៉ាឡេទាំងទុកទួមនិញទៅធ្វើខ្ញុំគេខ្លះគេវីដេញរត់មកស្រុកវិញព្រោះទៅខុសច្បាប់មេឃមីស្រទុំខ្មោងងងឹតស្លុកហាក់កំពុងមានវិបត្តិដ៏សែនចម្បែងនៅលើផ្ទៃវេហាដែលធ្វើឲ្យដែនពូសាធាកំពុងតែមានរបាយទឹកភ្លៀងកំពុងបង្អរធឿកមើលទៅលឺសូរមិនដាច់គ្រាប់និងមានលាន់លឺសូរផ្គររន្ទះយ៉ាងត្រហឹងអើងកងគួរឲ្យរន្ធត់ជាពន់ពេកនៅក្បែរមាត់បង្អួចដែលរុំព័ទ្ធដោយកញ្ចក់មានក្មេងកំឡោះអាយុប្រមាណ20ឆ្នាំរាងស្ដើងសម្បសច្រមុះស្រួចសក់រលោងគួរឲ្យចង់ស្ទាបអង្អែលញាក់កំឡោះបានអង្គុយបណ្ដែតអារម្មណ៍តាមសូរទឹកភ្លៀងហាក់កំពុងមានវិបត្តិដែលផ្ទៃមុខក្រៀមក្រំស្វិតស្រពោនដូចជាមានរឿងអ្វីក្នុងចិត្តទឹកភ្លៀងកាន់តែខ្លាំងទឹកភ្នែកកាន់តែស្រក់ហាក់ប្រណាំងគ្នាតាមសំឡេងភ្លៀងធ្លាក់ដូចជាចង់រៀបរាប់ពីអារម្មណ៍ស្រណោះស្រណោករបស់មាឃយើងទូរស័ព្ទរត់ឡើងទ្រើងហាក់ផ្ដាច់អារម្មណ៍អ្នកកំឡោះឲ្យមកចាប់កាន់និងទទួលដោយវាចាអាឡូម៉ែចាអាឡូកូនហើយកំពុងធ្វើអីហ្នឹងមិនដែរទៅសាលារៀនជាមួយគេស្រួលឬពិបាកដែរកូនបាទម៉ែកំពុងតែនឹកដាំល្មមថាប្រងនឹងខទៅការរៀននៅនេះប្លែកណាស់ម៉ែសុទ្ធតែជនជាតិគេតែមានជនជាតិយើងខ្លះដែរតើគេកំពុងនិយាយបង្វែរដានតាមពិតគេកំពុងតែយំដោយមិនអោយម្ដាយដឹងសោះអូអញ្ចឹងប្រឹងរៀនណាកូនកុំនៅយប់ជ្រៅពេកប្រយ័ត្នឈឺនៅឆ្ងាយតែឯងផងម៉ែក៏ចឹងដែរកុំសើប្រឹងធ្វើការពេកព្រោះម៉ែចាស់ច្រើនណាស់ត្រូវហូបបាយឲ្យទៀងនិងហាត់ប្រាណផងណាម៉ែបានហើយកូនចឹងម៉ែចូលសម្រានមុនឆាប់គេងណាកូនបាទម៉ែរាត្រីសួស្តីយូវិនបានមកបន្តការសិក្សានៅក្រៅប្រទេសប្រមាណកន្លះឆ្នាំហើយតែចិត្តនិងអារម្មណ៍របស់គេហាក់បីដូចជាមិននៅជាប់ខ្លួនសោះនិយាយចប់ទឹកភ្នែកក៏ហូរស្រក់ដោយនឹកគិតដល់សម្ដីគ្រប់ម៉ាត់របស់ម្ដាយរបស់គេយូវីនក៏ផ្ដើមសំណួរដំបូងដែលផុសចេញពីខួរក្បាលភ្លាមតើឯងកំពុងគិតអ្វីយូវីនឯងនឹងបោះបង់ឯងមិនត្រូវចាញ់ទេម្ដេចក៏ខ្ញុំត្រូវមកជួបរឿងបែបនេះអត់ទេមេឃអើយមេតាឆ្លើយជាមួយខ្ញុំផងតើឲ្យខ្ញុំចាញ់នៅពេលនេះដោយបែបនេះអ្នកចង់ឃើញខ្ញុំដួលណាស់មែនទេអ្នកដឹងទេថាខ្ញុំឯកាប៉ុណ្ណាប្រាប់ខ្ញុំបន្តិចមក
ណាកំថយបែបនេះបានទេថាអ្វីដែលខ្ញុំកំពុងតែជួបនេះវាមិនមែនជាការពិតទេគេធ្លាប់សង្ឃឹមខ្ពស់ណាស់គេធ្លាប់មានជំនឿចិត្តលើខ្លួនឯងហើយការដែលចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅប្រទេសទី2នេះគឺជាក្តីស្រមៃមិនត្រឹមតែខ្លួនគេគឺគ្រួសារទាំងមូលតែចាប់ពីការចំណាយដែលត្រូវការឡើងបន្តនិងការដែលមិនអាចរកការងារធ្វើបានរួមទាំងសម្ពាធពីការសិក្សាស្រាប់តែធ្វើឲ្យក្មេងកំឡោះម្នាក់ដួលទ្រពទៅនឹងក្តីអស់សង្ឃឹមជាពន់ពេកគេសម្បកក្រៅជាមនុស្សលយសង្ហាដោយសារសាច់ឈាមភ្លឺថ្លារបស់គេព្រមគ្នាសរសើរនិងគិតថាគេជាកូនក្រពេកក្នុងគ្រួសារដោយពុំដឹងថាគេគ្រាន់តែជាក្មេងប្រុសដែលកើតក្នុងគ្រួសារមានជីវភាពសាមញ្ញឡើយសំឡេងយំពីក្នុងចិត្តជាសំឡេងចេញពីបេះដូងដែលឈឺចុកចាប់ដោយគ្មានវាចាតបមានត្រឹមសំណួរតែគ្មានចម្លើយដោយបន្សល់ទុកនៅរាងកាយឲ្យលង់លក់ទៅតាមស្បាយរាត្រីព្រឹកព្រលឹមស្រាងយូវីនក៏ក្រោកឡើងដោយមិនសូវមានកម្លាំងប៉ុន្មានទេដោយសារតែយប់មិញគេងយប់ជ្រៅពេកតែគេខំងើបដើម្បីរកមើលអីញ៉ាំនិងអាចទៅរៀនបន្តនៅសាលាមួយក្នុងប្រទេសថៃដែលជាសាលានៃក្តីសង្ឃឹមចម្ងាយពីកន្លែងរស់នៅទៅសាលារៀនប្រមាណជាឡានអស់20នាទីយូវីនក៏បានស្រមៃដល់ជីវិតរបស់ខ្លួនគឺមានការប្រែប្រួលពេលឈានចូលសាកលវិទ្យាល័យបន្ទាប់ពីចប់ទី12ជីវិតរបស់យូវីនហាក់បីដូចជាឡើងដល់កំពូលហើយធ្លាក់ចុះដល់បាតដាល់មិនដឹងកោះត្រីនៅទីណាបាត់អស់ក្តីសង្ឃឹមគេកំពុងវង្វេងថាអ្វីដែលជាខ្លួនឯងពិតប្រាកដក្តីស្រមៃប្រៀបបីដូចស្ថិតនៅក្នុងភពខ្មៅងងឹតតែម្នាក់ឯង Novel Story ពេលមករស់នៅភ្នំពេញជាលើកដំបូងនៅថ្ងៃខែតុលាឆ្នាំ2017ជាឆ្នាំដែលយូវីនបានចូលប្រឡងសម្រាប់ថ្នាក់មហាវិទ្យាល័យជាលើកដំបូងសម្រាប់ជំនាញវិស្វករដែលមានសិស្សចូលរួមក្នុងការប្រកួតប្រមាណ 3000 នាក់តែសាលារើសយកតែ 1000 នាក់ប៉ុណ្ណោះការរៀនត្រៀមការតាំងចិត្តនិងការព្យាយាមក្នុងការរៀនសូត្រជាមួយមិត្តភ័ក្តិបានធ្វើឲ្យយូវីនទទួលលទ្ធផលល្អក្នុងការប្រឡងនិងបានចូលរៀននៅសាលាតេតណូជាសាលាបណ្ដុំដោយនិស្សិតវិស្វកររយៈពេលនៃការចូលរៀននៅទីនេះពិតជាផ្ដល់នូវស្នាមញញឹមទុក្ខលំបាកនិងរសជាតិជីវិតជាច្រើនទាំងការរៀនទាំងបទពិសោធន៍ជីវិតជារៀងរាល់ព្រឹកយូវីនតែងតែក្រោកឡើងហើយជិះម៉ូតូទៅរៀនជារៀងរាល់ថ្ងៃព្រោះការរៀននៅតិចណូមិនដូចសាលាផ្សេងទេគឺត្រូវចំណាយពេលមួយថ្ងៃពេញតែម្ដងគឺចាប់ពីព្រឹកម៉ោង 7 ព្រឹករហូតដល់ 5 ល្ងាចតែសម្រាប់យូវីនក៏មិនចំណាយពេលចោលដែរគឺត្រូវស្វែងរកប្រាក់ចំណូលបន្ថែមដោយចំណាយពេលចេញពីរៀនទៅបង្រៀនភាសាអង់គ្លេសសិស្សតាមសាលាឯកជនដើម្បីទទួលបានចំណូលខ្លះទុកផ្គត់ផ្គង់ខ្លួនឯងដើម្បីជួយសម្រួលដល់គ្រួសារថ្ងៃមួយយូវីនក៏បានជជែកជាមួយមិត្តភក្តិរបស់គេឈ្មោះសានឿតដែលជាសិស្សពូកែមួយរូបដែរនៅសាលាទិណូសានឿតឯងមានអារម្មណ៍ថាហត់នឹងការរៀនដល់ហើយហ៎មិនគិតអញ្ចឹងក្រែងឯងបានប្រឡងជាប់ហើយទៅណាមួយរៀនបាន1ឆ្នាំហើយកុំគិតចង់បោះបង់ស្ដាយពេលវេលានឹងលួយកាក់ណាសានឿតតបតែឯងដូចមិនពេញចិត្តនឹងជំនាញដែលរៀនសោះអញ្ចឹងឯងចង់រៀនអ្វីវិញគ្នាក៏មិនទាន់ប្រកាសដែរតែគ្នាបានឃើញអាហារូបករណ៍មួយគេកំពុងត្រូវការនិស្សិតទៅរៀនបន្តនៅក្រៅប្រទេសបើជាប់ដឹងតែជួយសម្រាប់បន្ទុកគ្រួសារតែម្ដងមើលចែកគ្នាមើលបន្តិចក្រែងឯងដាក់ដែរចង់ដណ្ដើមគ្នាមែនអត់ទេគ្រាន់ចង់ដឹងថាត្រូវការអ្វីខ្លះដើម្បីជាប់បានទៅរៀនក្រែងឯងជួយអ្វីបានខ្លះអញ្ចឹង
ระยะពេលប្រមាណ1ខែកន្លងផុតទៅយូវីនក៏បានប្រឡងជាប់អាហារូបករណ៍នៅប្រទេសថៃដោយដែលធ្លាប់បាននិយាយជាមួយសានឿតមែនគ្រប់យ៉ាងគឺដូចជាក្តីសុបិនកណ្ដាលថ្ងៃដែលយូវីនបានជួបប្រទះតែគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរស់នៅម្នាក់ឯងសម្រាប់ការចាប់ផ្ដើមនៃជីវិតថ្មីនេះសានឿតបានត្រឹមរីករាយជាមួយដំណើរថ្មីរបស់មិត្តនិងបានលាគ្នាមុនពេលយូវីនចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃវាជាថ្ងៃដែលយូវីនរីករាយបំផុតព្រោះមានគ្រួសារនិងមិត្តភ័ក្តិមួយចំនួនបានមកជួយលើកទឹកចិត្តគេផងដែរតាមរយៈការមកជូនដំណើរផ្ទាល់នៅប្រលានយន្តហោះអន្តរជាតិប៉ូចិនតុងភ្លេចខ្លួនបន្តិចយូវីនក៏បានមកដល់សាលាល្មមនឹងបន្តចូលរៀនធម្មតាដូចសិស្សដទៃផ្សេងទៀតដែរសម្រាប់មុខវិជ្ជាថ្ងៃនេះគឺនិយាយពីការរស់នៅឆ្ងាយផ្ទះរបស់សិស្សនិស្សិតដែលមកសិក្សានៅក្រៅប្រទេសថាតើវាមានចំណុចពិបាកអ្វីខ្លះអានប្រធានបទចប់គ្រូក៏បានឲ្យនិស្សិតទាំងអស់ចាប់ជាក្រុម4នាក់ដើម្បីពិភាក្សានិងឡើងបកស្រាយក្នុងនោះមានលិខាណាកាន់និងសាំងគេដែលពួកគេតែងតែពិភាក្សាគ្នាជាច្រើនហើយសម្រេចឲ្យយូវីនក្នុងការធ្វើបទបង្ហាញនិងបានតំណាងឲ្យក្រុមចំពោះការបកស្រាយគឺគេពិតជាធ្វើបានល្អមែនទែនរហូតមានការសាទរពីសំណាក់និស្សិតផ្សេងទៀតដើម្បីជាកម្លាំងចិត្តដល់គេជាឃ្លាចុងក្រោយមុនការបញ្ចប់បទបង្ហាញរបស់គេជីវិតជានិស្សិតនៅឆ្ងាយពីផ្ទះមានតែការតស៊ូចំណេះនិងបន្តប្រឹងប្រែងរៀនសូត្រព្រោះសង្ឃឹមថាថ្ងៃណាមួយនឹងមានជីវិតដែលរស់នៅប្រកបដោយភាពសុខដុមរមនាបន្ទាប់ពីបទបង្ហាញចប់ភ្លាមយូវីនបាននឹកស្រមៃដល់ខ្លួនឯងដែលកំពុងស្ពាយជាប់នឹងបញ្ហាដែលពិបាកក្នុងការដោះស្រាយជាទីបំផុតនិងមិនដឹងថាអាចឆ្លងផុតគ្រប់ដំណាក់កាលឬអត់នៅពេលល្ងាចយូវីនក៏បានត្រឡប់មកកន្លែងស្នាក់នៅវិញនិងបានអង្គុយសម្លឹងមើលដួងខែហាក់រះសែនឆ្ងាយដាច់ចំទុយភ្នែកមិនដឹងជាថ្ងៃអ្វីសោះយូវីនក៏យកទូរស័ព្ទមកថតព្រមទាំងធ្លោយវាចាថាតើថ្ងៃនេះជាថ្ងៃអ្វីហេតុអ្វីបានជាខ្ញុំមានអារម្មណ៍សោកសៅម្លេះតើវាជាថ្ងៃចុងក្រោយរបស់ខ្ញុំមែនទេអត់ទេខ្ញុំត្រូវតែតស៊ូបន្តទៀតព្រោះវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះគេក៏ជូតទឹកភ្នែកហើយសំងុំដេកដោយចាក់ធរអប់រំចិត្តស្ដាប់រហូតដល់លងលក់បាត់ដែរព្រះអាទិត្យរៀងរះបញ្ចេញរស្មីបញ្ជាក់ថាថ្ងៃថ្មីបានមកដល់ឲ្យមនុស្សប្រុសស្រីរៀបចំខ្លួនបំពេញភារកិច្ចរៀងៗខ្លួនតែសម្រាប់យូវីនដូចជាដុនដានទៅទាំងការសិក្សានិងសម្ពាធភ្លឺចិត្តព្រោះពេលនេះអាហារូបករណ៍ដែលធ្លាប់ទទួលបានត្រូវបានម្ចាស់គម្រោងផ្ដាច់និងចង់ឲ្យយូវីនសងសំណងទៅវិញដែលមានចំនួនច្រើនមែនទែនសម្រាប់វ័យ20ឆ្នាំរបស់គេបាននិយាយទៅវាហាក់បីដូចជាកំប្លែងណាស់សម្រាប់ជីវិតដែលពេលឡើងគឺសប្បាយតែពេលធ្លាក់ចុះម្ដេចវាឈឺចុកយ៉ាងនេះកាលពីឆ្នាំ2018យូវីនបានរៀនចប់ឆ្នាំទី1នៅសាលាតេក្ណូហើយក៏បានប្រឡងអាហារូបករណ៍ទៅក្រៅសម្រាប់ជំនាញវិស្វករឧស្សាហកម្មដែលយូវីនគិតថាជាជំនាញដែលនឹងផ្ដល់ក្តីសង្ឃឹមថ្មីដល់ខ្លួនតែគ្រប់យ៉ាងប្រៀបដូចជាការបន្ថែមលើអម្រែកនៃការឈឺចាប់បន្ថែមលើស្ដើមពេលប្រឡងជាប់ញញឹមសប្បាយរីករាយមិនបានប៉ុន្មានផងផ្ទៃមេឃក៏ប្រែជាខ្មៅបាត់អស់ពន្លឺរស្មី
ការសិក្សានៅប្រទេសថៃពិតជាផ្ដល់នូវជីវិតថ្មីមួយដែលយូវិនមិនដែលបានជួបទាំងការសិក្សាការហូបចុកការគេងដំណើរកម្សាន្តព្រមទាំងការបាត់បង់ដ៏ធំធេងសម្រាប់វ័យ20ឆ្នាំរបស់គេយូវិនទទួលស្គាល់ថាការរៀនពិតជាមានតម្លៃណាស់ហើយក៏មិនដែលបណ្តែតបណ្ដោយមួយវិនាទីណាដែរតែគ្រប់យ៉ាងបានត្រឹមការចងចាំដែលមិនអាចបំភ្លេចបាននៅការខិតខំតែលទ្ធផលគឺស្មើមនុស្សចោលមកសៀតគ្មានបានការចំណាយពេលវេលាចោលនឹងរស់ក្នុងសម្ពាធឯកាស្ទើរផុតសង្ខារក្នុងសមុទ្រទឹកភ្នែកតាមពិតទៅអ្នកខំអស់ហើយយូវិនតែវាមិនមែនជាជំនាញរបស់អ្នកទេអ្នកត្រូវរកអ្វីដែលអ្នកស្រឡាញ់បន្ថែមទៀតណាកុំបោះបង់ខ្លួនឯងចោលបែបនេះយូវិនបានប្រាប់ខ្លួនឯងដោយញញឹមលាយទឹកភ្នែករួចបន្ថែមវាចាថាអ្នកទាំងអស់គ្នាដឹងទេថាជារៀងរាល់ថ្ងៃខ្ញុំព្យាយាមញញឹមនៅចំពោះមុខអ្នកដទៃតែពេលរាត្រីខ្ញុំយំជាមួយខ្លួនឯងខ្ញុំព្យាយាមរកហេតុផលថាម្ដេចជីវិតរបស់ខ្ញុំបែរជាជួបរឿងបែបនេះព្រមទាំងបន្ទោសខ្លួនឯងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃតើខ្ញុំត្រូវរស់ដល់ពេលណាស្រាប់តែបញ្ហាកើតឡើងផ្ទួនមិនដឹងថាដោះស្រាយបែបណាយូវិនក៏នឹកឃើញដល់កម្លែងមួយគឺការចាក់ចែងព្រោះវាអាចធ្វើឲ្យស្ងប់ចិត្តបានតែរាល់ពេលដែលយូវិនគិតដល់ការសម្លាប់ខ្លួនយូវិនក៏នឹកដល់មនុស្សម្នាក់នៅខែមិថុនាឆ្នាំ2019ជាខែកំណើតរបស់យូវិនតែឆ្នាំនេះយូវិនបានសម្រេចចិត្តត្រឡប់ពីប្រទេសថៃមកខ្មែរវិញដោយការនឹករលឹកដល់ពុកម៉ែក្នុងគោលបំណងដើម្បីមកលេងគ្រួសារនិងសាងអនុស្សាវរីយ៍ជាមួយគ្នាគឺគេពិតជានឹកផ្ទះដ៏សែនកក់ក្ដៅតាំងពីតូចឡើងវិញដោយគិតថាការទៅលេងផ្ទះលើកនេះបើមានរឿងអីកើតឡើងក៏អស់ចិត្តដែរការធ្វើដំណើរដោយជិះឡានក្រុងពីបាងកកមកស្រុកខ្មែរឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយដែលមានទាំងទេសភាពគួរជាទីចាប់អារម្មណ៍យូវិនបានស្រមៃគ្រប់រូបភាពនិងគិតថាពិភពលោកនេះស្រស់ស្អាតណាស់តែគ្រប់យ៉ាងពិតជាទាន់ហន់សម្រាប់រូបគេណាស់មិនគួរលឿនយ៉ាងនេះសោះដែលមកត្រូវរងនៅសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរស្ទើរតែប្រេះបែកខ្លួនជាចម្រៀកទៅហើយធ្វើដំណើរបណ្ដើរទឹកភ្នែកហូរបណ្ដើរតែគេប្រកាសណាស់ថាទឹកភ្នែកនេះគឺមិនអាចឲ្យគ្រួសារដឹងឡើយយូវិនដឹងខ្លួនឯងច្បាស់ថាកំពុងធ្លាក់ចូលជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់កាលពីខែឧសភាដែលសារយូវិនបានសម្រេចចិត្តថាសម្លាប់ខ្លួនឯងដើម្បីបញ្ចប់បញ្ហាគ្រប់យ៉ាងតែគម្រោងការនោះមិនបានជោគជ័យដោយសារគិតដល់មនុស្សស្រីម្នាក់គឺម៉ែរបស់គេគាត់ជាមនុស្សម្នាក់ដែលញញឹមហើយនិយាយដល់ភាពជឿជាក់ជាមួយយូវិនតាមរយៈការឆ្លើយឆ្លងតាមទូរស័ព្ទយូវិនតែងតែបានឮសំឡេងរបស់ម៉ែពេញត្រចៀកនៅពេលដែលគេគិតអ្វីផ្ដេសផ្ដាស់ពីការចង់សម្លាប់ខ្លួនដោយឮថាយូវិនកូនម៉ែកូនហត់ទេនៅទីនោះសម្រាប់ខ្លួនបានទេកូនបើស៊ូមិនបានមិនអីទេមកផ្ទះណាម៉ែពុកបងប្អូននៅចាំកូនវិនហាកូនធ្វើបានប៉ុណ្ណឹងល្អហើយកូនកូនកតញ្ញូកូនល្អរបស់ម៉ែទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ម៉ែម្នាក់នេះនៅតែឲ្យកូនរៀនរហូតដល់ចប់ដែរកូនកុំភ័យ
bà côn bứt chê sờ lắng cà riêng sụt mến bà hot hái trở lọp bộp tè na côn ម្ដាយរបស់យូវីនវាចាដោយក្តីបារម្ភចំពោះកូនពេលនិយាយគ្នាម្ដងយូវីនតែងតបបាទម៉ែកូននឹងបន្តប្រឹងប្រែងរៀនបន្ថែមទៀតទោះបីមានរឿងអ្វីក៏ដោយក៏កូនត្រូវតែបញ្ចប់បរិញ្ញាបត្រជូនម៉ែនិងគ្រួសារយើងដែរយូវីននឹកស្រមៃដល់សម្ដីរបស់ម្ដាយចប់ក៏ដល់ពេលដែលរថយន្តបានមកដល់មុខផ្ទះល្មមហើយគេក៏បានជូតទឹកភ្នែកចេញដោយមិនចង់ឲ្យម្ដាយរបស់គេឃើញឡើយយូវីនក៏បានចុះពីឡានហើយសម្ដែងទៅម្ដាយរបស់គេដោយអបបញ្ជាក់ពីក្តីនឹករលឹកដែលមានឪពុករបស់គេឈរក្បែរនោះដែរចាំអង្អែលក្បាលកូននិងមានប្អូនរត់មកទទួលផងនោះបន្ទាប់ពីការពិភាក្សាគ្នាចប់យូវីនក៏បានទៅជួយធ្វើការងារផ្ទះនិងសម្រាកលេងជាមួយគ្រួសារសំឡេងសើចសប្បាយក៏បានកើតឡើងស្ទើររៀងរាល់ថ្ងៃរហូតយូវីនបានរសាយខ្លះពីទុក្ខកង្វល់ក្នុងជីវិតនិងមានក្តីសង្ឃឹមជាថ្មីដោយដឹងថាគ្រួសារពិតជាសំខាន់ណាស់សម្រាប់គេធម្មជាតិពិតជាអាណោចអាដាមមែនពេលដែលជួបបញ្ហាផ្ទៃវិហារហាក់ចូលរួមទុកជាមួយដែរថ្ងៃរះសុកក៏មានភ្លៀងធ្លាក់ហាក់ចង់បញ្ជាក់ពីអារម្មណ៍ដែលមិនអាចនឹងបរិយាយបានរបស់យូវីនយប់នេះយូវីនស្រាប់តែមានអារម្មណ៍ថាខ្លួនឯងបាត់បង់គ្រប់យ៉ាងដែលធ្លាប់មានដោយគេថាគេជាបន្ទុកគ្រួសារគេក៏បានលួចយំសសឹកតែម្នាក់ឯងកណ្ដាលរាត្រីដ៏សែនឯកាតើនេះឬជាជីវិតពិតវាគួរឲ្យខ្លាចណាស់ដឹងទេតើខ្ញុំគួរបន្តឬបញ្ចប់វាត្រឹមនេះជាសំណួរដែលយូវីនបានសួរខ្លួនឯងនៅរាត្រីនោះស្រាប់តែសំឡេងស្ត្រីចំណាស់ម្នាក់បានស្រែកចេញពីមាត់ទ្វារបន្ទប់យប់ជ្រៅហើយកាលចូលគេងកូនកុំនៅយប់ពេកចាំស្អែកចាំគិតទៀតបញ្ហាកើតឡើងសុទ្ធតែមានដំណោះស្រាយសំខាន់ម៉ែនៅខាងកូនជានិច្ចណាបាទម៉ែបន្តិចទៀតកូនចូលគេងហើយយូវីនឆ្លើយទាំងមិនមានប្រលឹងប្រលែះខ្លួនសោះតែមិនបានបង្ហាញឲ្យម្ដាយរបស់ខ្លួនសង្ស័យអ្វីឡើយចឹងម៉ែចូលសម្រានមុនហើយណាកុំនៅយូរពេកណាកូនប្រយ័ត្នឈឺយូវីនបានត្រឹមស្ដាប់ទាំងក្តុកក្តួលក្នុងចិត្តគិតច្រើនតែម្នាក់ឯងថាមិនខ្ញុំខ្លាចទៅជាបន្ទុកគ្រួសារទៅវិញការមកលេងផ្ទះម្ដងនេះយូវីនគិតថាមកលេងគ្រួសារជាលើកចុងក្រោយមុននឹងអ្វីបានបញ្ចប់ទៅវិញដោយភាពស្ងប់សុខតែគេបែរជាគិតថាក្រុមគ្រួសារនៅតែស្រឡាញ់និងមិនចង់បាត់បង់រូបគេទៅវិញទេតើការសម្រេចចិត្តឈ្គូតឡប់នឹងអាចកាត់ឡើងឬយ៉ាងណាតើយូវីនបានគិតហើយឬនៅថាត្រូវចាកចេញពីគ្រួសារក្នុងស្ថានភាពបែបនេះរយៈពេលមកលេងផ្ទះប្រមាណជិត2សប្តាហ៍បានធ្វើឲ្យយូវីនចាប់ផ្ដើមគិតថាខ្លួនឯងនៅមានតម្លៃក្រុមគ្រួសារពិតជាកក់ក្ដៅនិងមិនចង់ត្រឡប់ទៅទីក្រុងវិញទេតែគេបានសម្រេចចិត្តថានឹងទៅហើយដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីទាមទារស្នាមញញឹមមកជូនខ្លួនឯងវិញពេលនោះយូវីនពិតជាស្វះស្វែងถึงការដោះស្រាយនិងព្យាយាមស្វែងរកជំនាញណាដែលខ្លួនស្រឡាញ់ព្រមទាំងសុំម្ចាស់អាហារូបករណ៍ថាពេលរៀនចប់នឹងធ្វើការជាមួយក្រុមហ៊ុននិងសុំមិនសងសំណងទាំងអស់
ដោយសារតែភាព slot boat និងអត្តចរិតល្អបានធ្វើឲ្យខាងក្រុមហ៊ុនយល់ព្រមនឹងទុក Yuvin ជាបុគ្គលិកពេញសិទ្ធិពេលបញ្ចប់បរិញ្ញាបត្រដោយសារតែការស្រឡាញ់ជំនាញដែលកំពុងរៀន Yuvin បានក្លាយទៅជាសិស្សពូកែនិងទទួលបានលទ្ធផលល្អដោយពាក្យចាស់ពោលថាក្រោយភ្លៀងមេឃគង់ស្រឡះមិនខុសមែនគ្រប់បញ្ហាកើតមកមិនបានសម្លាប់យើងភ្លាមនោះទេលុះត្រាតែយើងសម្រេចចិត្តថាសម្លាប់ខ្លួនឯងនោះជារឿងដែលចោលមកសៀតបំផុតចាប់តាំងពីពេលនោះមកមានរបស់ម្យ៉ាងដែលតែងតែនៅជាមួយ Yuvin គឺក្តីសង្ឃឹមវាកើតមកនៅពេលដែលបញ្ហាចាប់ផ្ដើមចាកចេញពីគេបន្តិចម្ដងវាផ្ដល់នូវរឿងរ៉ាវជាច្រើនដល់ Yuvin ថាបើយើងនៅឃើញថ្ងៃស្អែកនោះក្តីស្រមៃរបស់យើងនៅតែអាចកើតឡើងដរាបណាយើងនៅតែអាចញញឹមក្នុងបញ្ហាដែលកើតមានឡើងគ្រប់ពេលដែលយើងសង្ឃឹមកាន់តែច្រើនការទុកក៏កាន់តែមានដូចគ្នាមានតែការព្រមទទួលស្គាល់ការពិតនិងរៀនដោះលែងខ្លួនឯងចេញពីសង្វៀនអតីតកាលដ៏ខ្មៅងងឹតចេញទើបយើងអាចមើលឃើញពន្លឺជីវិតម្ដងទៀតបានកុំបញ្ចប់ក្តីសម័យរបស់យើងដោយយកសម្ដីអ្នកដទៃដែលមិនពេញចិត្តយើងមកវាតម្លៃលើខ្លួនឯងព្រោះពាក្យខ្លះគ្រាន់តែការគិតមួយផ្នែករបស់គេប៉ុណ្ណោះព្រោះគេមិនមែនជាយើងបន្ទាប់ពីត្រឡប់មកស្រុកខ្មែរជីវិតប្រៀបបីដូចភុយស្រួយបំផុតមិនថាទេណាមានអារម្មណ៍ថាខ្លួនឯងគ្មានអ្វីសោះការរៀនក៏ផ្ដើមឡើងវិញមិត្តភក្តិគេឆ្នាំទី3អស់ហើយតែខ្លួនទៅចោះឈ្មោះចូលរៀនឆ្នាំទី1វិញហាហាជីវិតអើយមិនដេចញាក់លៀងសើចជាមួយគ្នាម្លេះការរៀនម្ដងនេះមិនប្រាថ្នាឲ្យល្អបំផុតអ្វីនោះទេគ្រាន់តែសម្រាប់សាងខ្លួនឯងឲ្យមានជំនាញមួយច្បាស់លាស់ប៉ុណ្ណោះការរើសយកជំនាញគណនេយ្យវាពិតជាមិនងាយស្រួលទេតែត្រូវតែជំនះឲ្យបានណា Yuvinការចាប់ផ្ដើមម្ដងនេះ Yuvin មិនដឹងផ្ដើមដោយរបៀបណាគួរធ្វើបែបណាដើម្បីចិញ្ចឹមខ្លួនឯងរស់នោះទេតែ Yuvin ដឹងត្រឹមថាការងារបង្រៀនដែលធ្លាប់ធ្វើតាំងពីវិទ្យាល័យគឺមិនអាចបន្តបានទេព្រោះចិត្តនៅទន់ខ្សោយណាស់ទើបគេសម្រេចចិត្តធ្វើការជាបុគ្គលិកខាងផ្នែកសេវាកម្មនៅក្នុងកន្លែងលក់អាហារមួយនៅរាជធានីភ្នំពេញវាជាកន្លែងដែល Yuvin ផ្ដើមធ្វើការងារដោយប្រើកម្លាំងពេញទីទាំងការលើកដាក់ម្ហូបជូតតុកៅអីលាងចានឆ្នាំងនិងបោសជូតមួយថ្ងៃគឺគ្មានពេលសម្រាកសោះគឺត្រូវធ្វើរហូតដល់ម៉ោងចេញមានមនុស្សច្រើនគ្នាណាស់មិនថាគ្រួសារបងប្អូននិងមិត្តភក្តិដែលមិនយល់ពី Yuvin ដោយគេថាហេតុអ្វីបានជាមកធ្វើការងារបែបហ្នឹងវាហត់ហើយកម្លាំងខ្លួនឯងក៏មិនសូវមានទៀតតែសម្រាប់ Yuvin ដឹងត្រឹមតែម្យ៉ាងគឺធ្វើឲ្យអស់សមត្ថភាពនិងដើម្បីលាងរបួសផ្លូវចិត្តដើម្បីស្គាល់ពីតម្លៃការងារដែលមនុស្សភាគច្រើនមើលរំលងពេលខ្លះលួចសួរខ្លួនឯងថាហត់ទេដែលមកធ្វើការងារដែលប្រើកម្លាំងអញ្ចឹងជាអ្នកលក់ផងជាអ្នកអនាម័យផងមកដេចជីវិតមួយនេះរញ៉េរញ៉ៃម្លែលោកអើយពេលវេលាចេះតែរសាត់អណ្ដែតទៅមុខហើយអ្វីដែល Yuvin ទទួលបានគឺក្រុមការងារដែលចេះជួយគ្នាប្រៀបបីដូចជាគ្រួសារតែមួយពួកគាត់ភាគច្រើនមិនសូវទទួលបានការរៀនសូត្រខ្ពស់ទេតែទឹកចិត្តរបស់ពួកគាត់គឺប្រៀបបីដូចជាការស្រឡាញ់ការគោរពដែលចេញពីចិត្តដោយគ្មានពុតត្បត់អីទាំងអស់ Yuvin ដឹងថាមិនអាចធ្វើការបានយូរទេដំបូងគិតថាត្រឹម3ខែអីទេតែដោយសារការខិតខំបូកផ្សំនឹងការរៀនសូត្រមេនៅកន្លែងធ្វើការចង់ឲ្យ Yuvin ធ្វើជាអ្នកគ្រប់គ្រងនៅទីនេះតែម្ដងតែ Yuvin ក៏មិនបានទទួលដែរដោយប្រាប់គាត់តាមត្រង់ថាចង់ធ្វើការតាមជំនាញដែលរៀន
និងអរគុណសម្រាប់ការផ្ដល់ឱកាសដល់ខ្លួនយូវីនបានចំណាយពេលជិតកន្លះឆ្នាំសម្រាប់ការធ្វើការងារជាបុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារនិងបន្តទៅធ្វើផ្នែកលក់ជិត1ឆ្នាំរហូតទទួលបានជំនាញខាងគណនេយ្យជាជំនាញដែលបានពុតយូវីនឲ្យក្លាយជាមនុស្សដែលមានស្មារតីទទួលខុសត្រូវនិងក្លាយខ្លួនជាយូវីនដ៏រឹងមាំព្រមទាំងអាចធ្វើរឿងជាច្រើនផ្សេងទៀតដែលធ្វើឲ្យចិត្តរបស់យូវីនរំភើបនិងសប្បាយសម្រាប់មួយថ្ងៃដែលបានរស់នៅលើផែនដីនេះពេលខ្លះយូវីនយកពេលទំនេររបស់គេសម្រាប់ការសរសេររឿងបែបខ្លីៗនៅលើបណ្ដាញសង្គមនិងបង្កើតជាសាច់រឿងសម្រាប់ថតលេងជាមួយមិត្តភ័ក្តិនិងតែងតែទទួលបានចំណាប់អារម្មណ៍ជាច្រើនរហូតថ្ងៃមួយគេបានក្លាយទៅជាមនុស្សម្នាក់របស់មហាជននិងតែងតែចែករំលែកបទពិសោធន៍ជីវិតទៅកាន់ក្មេងៗដើម្បីឲ្យរៀនពេញចិត្តនៅអ្វីដែលខ្លួនឯងមាននិងរៀនរស់ជាខ្លួនឯងកុំបាក់ទឹកចិត្តបើចង់យំវាចេញមកចាំបាច់ទុកវាធ្វើអ្វីព្រោះมันប្រកាសថាថ្ងៃស្អែកយើងមានពេលនៅក្នុងការយំនោះទេតែត្រូវប្រកាសថាយំដើម្បីឈ្នះយំដើម្បីទាមទារស្នាមញញឹមមកវិញបើយើងនៅឃើញពន្លឺព្រះអាទិត្យនោះក្តីសង្ឃឹមនៅតែអាចបន្តសម្រាប់យើងជានិច្ចកុំបោះបង់ខ្លួនឯងនៅពេលដែលពិបាកតែត្រូវរកពេលសម្រាកហើយបន្តទៅមុខឲ្យខ្លាំងជាងមុនញញឹមទទួលយកចំណុចខ្សោយរបស់យើងតែត្រូវបន្តរៀនសូត្រពីវាជានិច្ចយ៉ាងមិនដែររឿងរបស់យើងបានមកដល់ទីបញ្ចប់ហើយបើអ្នកមានរឿងនៅក្នុងបេះដូងឬក្នុងចិត្តរបស់អ្នកសូមចែករំលែកនៅ comment មកពេលខ្លះបានចែករំលែកមកក៏វាបានធូរស្បើយខ្លះដែរហើយអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe ហាចុចមួយហូ ចាំកោតដើម្បីបានស្ដាប់រឿងថ្មីៗជាមួយខ្ញុំផ្ទះចំណាស់នៅវីដេអូបន្ទាប់សូមអរគុណនិងសូមគោរពលាបាយបាយ